ខេត្តព្រៃវែងនឹងមានផែស្ងួតតម្លៃរហូតជាង$20 លានសហរដ្ឋអាមេរិកសូមចូលរួមអបអរសាទរនៅឃុំក្របៅស្រុកកំចាញ់មាខេត្តព្រៃវែងដោយវិនិយោគពីក្រុមហ៊ុន SSR Co Ltd ក្រុងនឹងធ្វើការគ្រប់គ្រងដឹកជញ្ជូនទំនិញចេញពីអន្តរជាតិមើលជ័យបាទនៅឯស្រុកកំចាញ់មាខេត្តព្រៃវែងលើផ្ទៃដីរហូតជាង10ហិកតាពុកម៉ែបងប្អូនពិតជាមិនធម្មតាទេនៅឯខេត្តព្រៃវែងផែស្ងួតបាទក្រុងនឹងធ្វើលើផ្ទៃដីរហូតដល់ជាង10ហិកតាផងដែរហើយនឹងបង្កើនការងារជូនប្រជាពលរដ្ឋដើម្បីឲ្យមានការងារធ្វើក៏ដូចជាបង្កើនសេដ្ឋកិច្ចអ្នកខេត្តព្រៃវែងផងដែរដូច្នេះពុកម៉ែបងប្អូនជួយ share វីដេអូនេះម្នាក់មួយដើម្បីឲ្យអ្នកព្រៃវែងយើងបានដឹងទាំងអស់គ្នាផងថាឥឡូវនេះខេត្តព្រៃវែងកំពុងតែមានការអភិវឌ្ឍដូចជាអគារខ្ពស់ៗនិងហេដ្ឋារចនាសម្ព័ន្ធឥឡូវនេះមានផែស្ងួតរហូតលើផ្ទៃដីជាង10ហិកតាផងដែរដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋខ្មែរអ្នកខេត្តព្រៃវែងទាំងអស់គ្នាផងដែរខេត្តព្រៃវែងជួបព្រំប្រទល់ខេត្តស្វាយរៀងក៏ដូចជាជួបព្រំប្រទល់ខេត្តត្បូងឃ្មុំ